Lavriya niềng Lavriya trời bán cái chạp đạ cục đòi xá miền manu miền atipol mà nè quạt mình sờ bài chặt nâng Lavriya bị pro Lavriya về làng lôi ở quạt mình tiền toát rồi giang na đi có quạt rộng rương niềng Lavriya à vậy đại niềng Lavriya trời cái chạp đạ cục cứ mình nu đọt tây nơi Campuchia thưa đôi kia nâng niềng nâng tái đòi xa cái làng lôi từ thưa ao nè từ tua lôi nâng về bình chất nè đại từ tua lôi nâng ọt rộ rương nè đọt tây đôi niềng Lavriya để chẳng cõi máu có bán bịa sầm đầy mùi mặt đại Lavriya này dây thà political thái ao ta về miền nòm trâu máu còn đừng lụa rương nè tình rồi mình tính vì chỉ rương mùi xấy tại quạt đừng lụa cái cờ dọc bịa nắng mà chào quát tha chỉ rương các bọt mà nè sẽ ca các bọt triệt hái kê co sang sầm nồm rương cục shop đã cục quạt tại snow lấy sạch rương cứ niềng Lavriya làng lối áo nè miền bọn bà mày nắng vì mình bình chặt nè miền bọn bà mày nắng bà sanh chỉ dừng kịch tới bọn ôn có đăng tha nè na để truột tra mình được lộ lề ai lộផលិតផលấy mà nè nâng khi mình trộn chất có kỳ pra atipol bọc kia tới có cõi máu có kỳ dọc bịa sầm đây rồi bỏ Lavriya nắng từ chọn con chia ẩm pơ các bạn nâng bật tê chiết hỏi có kế chặt niềng nâng đã cục ai lớn ní miền chủng tiêu đợt tây cái nômផលិតផលពីថៃចូលមកយ៉ាងច្រើនហើយមិនមែនជំទាវម្នាក់ទេមិនមែនឯកឧត្តមម្នាក់ទេវាមានច្រើនណាស់គេអត់មានចាប់មនុស្សហ្នឹងទេចាំមើលតើរាជការធ្វើអញ្ចឹងសមដែរណាស្រីលក់មកលក់ lotion កែសម្ផស្សគេចាប់ដាក់គុកមនុស្សដឹកទំនិញទាំងតោនចូលកម្ពុជានៅពេលដែលព្រំដែនគោកបិទគេអត់និយាយមួយម៉ាត់នេះគឺជាស្តង់ដារដែលនៅប្រទេសកម្ពុជាគេធ្វើនេះគឺជាស្តង់ដារនៅប្រទេសកម្ពុជាគេធ្វើគួរឲ្យខ្មាស់អៀនណាស់ដែលមនុស្សតូចតាចត្រូវគេគៀបហើយបពពួកគេអត់មាននិយាយថាម៉េចទេបងប្អូនបើកភ្នែកឃើញហើយមិនបាច់ខ្ញុំរៀបរាប់ច្រើនយ៉ាងនេះទេហ្នឹងចំណុចមួយណាអាហ្នឹងអញ្ចឹងត្រូវហើយបងថ្លៃការពារយឺតយូរិត What do I think aboutគេអាចដាក់ឈ្មោះថាជា Institute for Strategic Study អីចឹងគេអាចដាក់ឈ្មោះអញ្ចឹងមែនប៉ុន្តែមនុស្សនៅក្នុងក្រុមហ្នឹងមិនអាចបញ្ចេញទស្សនៈបានជ្រៅអញ្ចឹងទៅវាអត់ប្រយោជន៍នៅស្រុកចិនក៏អញ្ចឹងដែរគេមានinstitute គេច្រើនណាស់ប៉ុន្តែ institute ហ្នឹងកាលណាបកគេមិនឲ្យនិយាយអត់ចាញ់នៅប្រទេសកម្ពុជាដូចគ្នាទោះបីដាក់ឈ្មោះថាម៉េចក៏ដោយវាអត់ចាញ់ពីព្រោះវាខ្វះfreedom វាខ្វះសេរីភាពណាយោរិត
ប៉ុណ្ណឹងចម្លើយណារឿងប្រជុំអាស៊ានជូកខ្ញុំអត់មានមតិអីទេជាការប្រជុំមួយដែលគេជួបគ្នាហើយមេដឹកនាំយកពេលក្រៅឆាកដើម្បីនិយាយកិច្ចការអីតែប៉ុណ្ណឹងណាការប្រជុំអស់ហ្នឹងគេធ្វើជាហោហែដើម្បីគេយកឆាកក្រៅតាក់ទងគ្នារកស៊ីអ្នកណាចេះរកស៊ីអ្នកនឹងចម្រើនអ្នកណាមិនចេះរកស៊ីទេទៅប្រជុំអស់សាំងយន្តហោះទៅប៉ុណ្ណឹងណាអូខេវីរៈបុត្រទោះបីយ៉ាងណាក៏យើងមានខួរក្បាលគិតដែរថារឿងហ្នឹងជាអំពើអយុត្តិធម៌ដែលកំពុងកើតឡើងនៅកម្ពុជាប៊ុនថនរឿងនេះអ្នកកាសែតខ្មែរស្ងាត់ជ្រាបឲ្យនិយាយថាម៉េចអ្នកណាក៏ដឹងដែរថាការចាប់ឡាវរីយ៉ាដាក់គុកគឺមកពីស្ត្រីម្នាក់ដែលប្រើអំណាចទៅលើគេហើយរាជការអត់មានមាត់មួយម៉ាត់អាហ្នឹងចឹងរីឯការចោទប្រកាន់ក្រោយគឺសិតតែជាការប្រឌិតឡើងដើម្បីចោទយកទោសទេខំប្រឹងចោទយកទោសទៅយុត្តិធម៌សម្រាប់មនុស្សក្រីក្រតូចតាចនាងឡាវរីយ៉ាហ្នឹងវាគ្មានអីទេវារកស៊ីប៉ុណ្ណឹងនោះណាហើយវានឹងក៏មានចំណេះចេះដឹងតិចតួចគ្នារកស៊ីមនុស្សក៏ដល់ថ្នាក់យកខ្លួនមកលាបអាកបោនឹងដើម្បីរកស៊ីគ្នាគ្រាន់តែជាទេពអក្សរនៅក្នុងកញ្ចក់កាមេរ៉ាតាណាតែបងលុយឲ្យមេមិនត្រូវមេចាប់ដាក់គុកយើងគិតមើលអំពើអយុត្តិធម៌ប៉ុណ្ណាណែយ៉ារីមនុស្សដែលត្រូវរាជការដកសញ្ជាតិហើយយកទៅដាក់គុកពេលចាញ់មកអាចរស់នៅប្រទេសកម្ពុជាបានមានបញ្ហាណាហើយបើសិនជាគេបណ្ដាញចាញ់ពីកម្ពុជាមនុស្សនឹងមានសំណាងមិនបានមនុស្សនឹងមានសំណាងមនុស្សនឹងអាចសុំជ្រកកោនទៅប្រទេសអឺរ៉ុបអាមេរិកបានពីព្រោះប្រទេសអឺរ៉ុបអាមេរិកនឹងដឹងថានឹងជាជនរងគ្រោះអញ្ចឹងបើរដ្ឋាភិបាលខ្មែរនឹងចេះតែដកសញ្ជាតិគេចាប់គេដាក់គុកហើយទៅគេក៏ឆ្លងមកថៃឬក៏ទៅវៀតណាមទៅសុំការជ្រកកោនក្នុងស្ថានទូតតែខ្ញុំអត់មានដីជ្រកសុំជ្រកជួនកាលប្រទេសអូស្ត្រាលីនូហ្សេឡង់អឺរ៉ុបអាមេរិកអីគេឲ្យការជ្រកនៅអានឹងអញ្ចឹងណាអូខេណាសួស្ដីខីសាន់ហ៊ុនបាទប្រទេសជាតិមួយដែលហ៊ានដកសញ្ជាតិហើយគេយល់ថាច្បាប់ដកសញ្ជាតិនឹងគឺត្រឹមត្រូវណាតាមការបកស្រាយរបស់បណ្ឌិតច្បាប់ឬក៏មិនទាន់คล้ายទៅជាបណ្ឌិតយើងក៏មិនដឹងដែរមិនដឹងថាកើតរិទ្ធនឹងគាត់បណ្ឌិតឬមិនបណ្ឌិតទោះបីបណ្ឌិតក៏ដោយមិនបណ្ឌិតក៏ដោយណាប្រទេសមួយដែលបានលុបសញ្ជាតិរបស់ជនជាតិខ្លួនដោយគោលបំណងនយោបាយគឺមានប្រទេសដទៃហ្នឹងគេអាចណាមានប្រទេសដទៃគេអាចអាណិតអាសូរមានប្រទេសដទៃគេអាចអាណិតអាសូរអាហ្នឹងរឿងធម្មតាអញ្ចឹងហើយបានជារឿងដកសញ្ជាតិហ្នឹងខ្ញុំមិនសូវលើកមកនិយាយណាបើយើងគ្មានលុយអាចមានវិធីសាស្ត្រទៅធ្វើការនៅអាមេរិកឬចូលសញ្ជាតិបានឬទេចៅសួរហ្នឹងបង្កប់នៅចិត្តពុកអលួយចៅគិតថាមានលុយមកអាមេរិកបានហើយចូលសញ្ជាតិបានមិនចឹងទេចាដំបូងចៅត្រូវមានគុណសម្បត្តិសិន
គុណសម្បត្តិសិនបន្ទាប់ពីគុណសម្បត្តិចៅត្រូវតាំងចិត្តណាចៅគិតតែរឿងលុយមិនងាយមានទេកូនអើយណាអញ្ចឹងអ្វីដែលចៅត្រូវការដំបូងគឺចៅត្រូវមានគុណសម្បត្តិការសិក្សាហើយនឹងការតាំងចិត្តទើបចៅអាចមានវាសនាមករស់នៅស្រុកអាមេរិកបានអានោះអញ្ចឹងការតាំងចិត្តហើយនឹងគុណសម្បត្តិរបស់ខ្លួនដំបូងក្រៅពីលុយកាក់ត្រូវការប៉ុន្តែដំបូងអានឹងអញ្ចឹងអូខេហ្នឹងអញ្ចឹងខាងយើងGood morning សុរាជសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលគិរីរម្យនាយករដ្ឋមន្ត្រីថៃឡើងកាន់តំណែងភ្លាមនាំមេទ័ពទៅសួរសុខទុក្ខទ័ពជួរមុខថតរូបបង្ហាញប្រជាជនគេឃើញចុះហេតុអ្វីមេដឹកនាំខ្មែរមិនធ្វើដូចគេមេដឹកនាំខ្មែរឯករាជ្យមិនធ្វើតាមថៃទេបងអូនចម្លើយគឺអញ្ចឹងមេដឹកនាំរបស់ប្រទេសកម្ពុជាធ្វើតាមពុកមិនមែនធ្វើតាមថៃទេដូច្នេះបងអូនឯងចង់ឲ្យគេធ្វើតាមថៃមិនគេអត់ធ្វើតាមថៃទេបងអូនចម្លាញ់អូខេអានឹងមួយថ្មើរនេះម៉ោងប្រមាណម៉ោងដែរនេះម៉ោង10:14នាទីវេលាព្រឹកថ្ងៃប្រហោះទី9ជាសំណាងមើលកឹមសេបើគេដេញចាញ់ពីដីធ្លីគិតយ៉ាងម៉េចអត់មានគិតយ៉ាងម៉េចទេតែគេដេញតែទៅចាញ់បើមិនចាញ់គេចាប់កន្លែងណាដូចកន្លែងណាទេឲ្យគិតយ៉ាងម៉េចគិតចាញ់សិនវិច្ចបង្វាច់ចាញ់ណាឲ្យគិតយ៉ាងម៉េចអីមិនយ៉ាងកុំសុំបីតែថៃវាដេញសុំបីតែខ្មែរដេញក៏យើងមិនដឹងធ្វើម៉េចគេមានអំណាចចៅណាជាសំណាង
ខ្ញុំឃើញព័ត៌មានផ្សាយថារដ្ឋាភិបាលមានគម្រោងធ្វើផ្លូវលើអាកាសនិងរថភ្លើងក្រោមដីពលានយន្តហោះថ្មីដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ល្អហើយណាល្អហើយបើគេធ្វើឲ្យតែគេមានលុយធ្វើហើយគេធ្វើណាពេលព្រោះពលានយន្តហោះហ្នឹងវាធំត្រូវតែធ្វើផ្លូវរថភ្លើងធ្វើអីហ្នឹងធម្មតាអូខេសំណាងចាកលោកពូហេតុអ្វីមេដឹកនាំខ្មែរមិនចូលចិត្តទៅពិនិត្យមើលព្រំដែនខាងលិចនិងខាងកើតចាំបាច់ពិនិត្យអីបើគេសញ្ញេហើយជាមួយខាងកើតគេព្រមហើយចាំបាច់ទៅពិនិត្យអីណាគេអត់ចាំបាច់ពិនិត្យទេថៃវាចេះតែពិនិត្យមកពីអីមកពីវាល្ងងថៃវាល្ងងវាផលិតវាតែងតែនាយករដ្ឋមន្ត្រីវាអីតែងតែមកព្រំដែនមកពីវាល្ងងនាយករដ្ឋមន្ត្រីយើងមានល្ងងឯណានាយករដ្ឋមន្ត្រីយើងចេះដឹងត្រឹមត្រូវមានអំណាចអញ្ចឹងអត់ចាំបាច់មកព្រំដែនទេយ៉ារីបើរាជការដកសញ្ជាតិតើបុគ្គលម្នាក់នោះនឹងជួបដូចជាសួរដែលពីភាគមុនសួរពីមុនសួរដែលអត់មានជួបអីទេបើគេចាប់ដាក់គុកហើយវាចេញពីគុកមកវិញតាក់តងទៅទូតបរទេសសុំទៅជ្រកកោនទៅបានហើយវាអត់មានបញ្ហាអីណាតែគេដាក់គុកចេញពីគុកមកវិញរួចហើយចាប់ពិបាកអីក៏ច្រើនមែនណាដូចខ្ញុំអញ្ចឹងសម័យខ្មែរក្រហមគេតាមចាប់រត់រួចមិនរួចទេអត់រួចប៉ុណ្្នឹងឯងអត់មានទៅសួរអីច្រើនទេខំប្រឹងតស៊ូអានឹងអញ្ចឹងហេតុអីគ្មានអន្តរាគមន៍ពី UN អត់មានអន្តរាគមន៍ទេលៀងអើយ UN គាត់មានពេលណាអន្តរាគមន៍គាត់រលុយចាយបានផងខុននីខឹមសួស្ដីណាតើរឿងសំពៅ5លើភ្នំបូកគោជារឿងពិតទេអត់ដឹងទេបងអូនរឿងបូកគោខ្ញុំមិនសូវដឹងទេព្រោះថាបារាំងទៅនឹងធ្វើផ្លូវទៅកាន់ទីនោះឆ្នាំ20ទេចុះហេតុអីបានជាមានថ្ម5ផ្ទាំងថាជាសំពៅរបស់បឋោងកប់ជាប់នៅទីនោះរឿងព្រេងនិទានតែងតែមានអញ្ចឹងណាអាហ្នឹងវាជារឿងព្រេងនិទានណាបងហើយកាលណាវាជារឿងព្រេងនិទានគេអត់យកពាក្យថាពិតឬមិនពិតទេគេហៅថារឿងព្រេងនិទានដូចភ្នំសំពៅភ្នំកពើភ្នំទ្រង់មន់ទ្រង់ទាភ្នំនាងកងរៃរំសាយសក់អីចឹងណាបងអញ្ចឹងតើព្រះជីហ្វូណនរបស់សម្ដេចដំណើរការពេលណាដែរពីព្រោះដូចជាស្ងាត់គេប៉ាក់សិនឬក៏គេយ៉ាងណាខ្ញុំអត់ដឹងដែរមានវីដេអូមួយនៅ YouTube គេបាននិយាយពីរឿងព្រះជីហ្នឹងប៉ុន្តែអ្នកដែលធ្វើវីដេអូហ្នឹង5ថ្ងៃក្រោយមកមនុស្សប្រហែលជា100អ្នកមើលពីព្រោះព័ត៌មានហ្នឹងវាភូតពេកអត់មានណាមើលវិនតើបានជ្រាបពីលក្ខខណ្ឌដែលអនុទិនដាក់លើតាត្រំដែរទេអនុទិនអត់មានដាក់លក្ខខណ្ឌទៅត្រាំទេអនុទិនគ្រាន់តែបានជម្រាបត្រាំអំពីលក្ខខណ្ឌដែលប្រទេសថៃអាចនឹងព្រមព្រៀងសន្តិភាពជាមួយកម្ពុជាតែប៉ុណ្្នឹងទេហើយលក្ខខណ្ឌហ្នឹងអត់ច្បាស់លាស់ទេណាវិនអត់ច្បាស់លាស់ទេណាចូលលោកតានិយាយពីតាសំរងស៊ីផងអត់មានអីនិយាយទេចូលអើយសំរងស៊ីគាត់កំពុងតែបម្រើលោកហ៊ុនសែនគាត់បង្កើតរដ្ឋាភិបាលនឹងដើម្បីបំបែកអារម្មណ៍កុំឲ្យខ្មែរយើងចាប់អារម្មណ៍នឹងលោកហ៊ុនសែនចាញ់សង្គ្រាមថៃអញ្ចឹងគេបង្កើតព័ត៌មានហ្នឹងទៅដើម្បីលោកហ៊ុនសែនបង្វែរកថាគាត់ឲ្យទៅជេរសំរងស៊ីដើម្បីបង្កើតបរិយាកាសថ្មី